ไม่แจกแต่มาดองเท่าแก่ใส่บานออยเนลกาเตอกนชนูลตกเชียกระโดอนุสาวรีรู้หายตัวประดังสมัตกัจทากนชนูลเมียนใดเมียนจึงลุยเนลกาเท่าแก่ใส่ตัววิงนี้คือยุงตามการลึกล้างปีบองใส่มาเนี่ยอ๋อเห็นสมบัติได้ชีวิตมาสั้นยังบางไงแต่บ้านลุยระบอเกลุยเนลกาลุยกับว่าเกบางไงสมบัติได้ชีวิตยังสมบัติได้ชีวิตขยมมุยต่างมูน่ะแต่ก่อนเห็นใจมั้งแต่ก็เห็นใจมาบองใส่มาเนี่ยได้บานยุมเรียบรบปรับเนี่ยสารปุริเมียนท้ากอดบานตือซีชนุลบ่มราการเงียตามเตียออยเกบานประมาณเจียบประมุยไข่ก็เมียนปัญหาสกเพียบเฮ้ยก็บานสมเท่าแกเลียชบเฮ้ยเท่าแกก็บานออยนิลกามวยเครื่องตุกเจียกระโดอนุสาวรีสรับแต่เปลมกดอกเตียวิงแบเจียเท่าแกปดังตัวกันสมัตกัจจอถักล้วนบานลุยนิลกาเท่าแกตัววิงเตียงอ่อนนี้คือยุงตามกาเลือกล้างเตียงสรองปีบองใส่ตินกวนบองปอนจองดังเรื่องราวลงมาอย่างหนาโสมตัวสดับกาเบาะสายปีเพียกี้เตียงสองข้างช่วยเตือนหายปีตักบริษัทไม่อันจุ่มมวยรางวัลการแต่ร้านขั้นแต่ทำจึงหมดโดยเจี๊ยบต้องทำการตรีมวยลอยหาซับรางวัลซึ่งพระมวยเลี้ยงเลี้ยง300รางวัลซึ่งรางวัลนี้มวยจีปีจี5จี10จีสีกรางรางวัลข้างในบองใส่ตินกวนยังไงบองធ្វើការនៅណានៅណីបានគេមកចោតបងខ្ញុំធ្វើការនៅសវណ្ណានេះបាទគាត់លក់ខោអាវសវណ្ណនៅឡៃហ្នឹងជាហាងលក់ខោអាវចាបាទហើយបងនៅធ្វើការជាមួយគេនោះបានប្រហែលថ្ងៃខែឆ្នាំខ្ញុំនៅបាន6ខែសរុបទាំងការមុនខ្ញុំមកបាន2ខែខ្ញុំសុំគាត់ទៅផ្ទះតែពេលហើយខ្ញុំក៏មកវិញម្ដងទៀតបាន4ខែខ្ញុំធ្វើលាការលេងកើតខ្ញុំក៏សុំគាត់ឈប់ចាខ្ញុំថាមកជួយអ្នកជួយឯងហើយអ្នកថ្មីទៅខ្ញុំធ្វើការលេងកើតហើយខ្ញុំចេះថប់ហើមរួចខ្ញុំថ្ងៃទី4ថ្ងៃខែ4ថ្ងៃទី21ខ្ញុំសុំឈប់ឲ្យមកជួយហើមនុស្សទុកឲ្យហើយទៅខ្ញុំសុំច្បាប់គាត់ឈប់មុន1ខែតែពេលហើយគាត់ក៏ថាបើបងឯងមានបញ្ហាអីបានបងឯងឈប់ខ្ញុំថាខ្ញុំអត់សូវស្រួលខ្លួនទេខ្ញុំចេះថប់ហើមតែពេលហើយគាត់ថាបើបងឯងឈប់ក៏ឈប់ទៅអញ្ចឹងរួចបងឯងទាំងអស់ជពាក់ខ្ញុំ2ខែ2ខែ7ថ្ងៃតែខ្ញុំយកបងឯងតែ2ខែទេបងឯង7ថ្ងៃខ្ញុំឲ្យបងឯងរួចបងឯងយកលុយខ្ញុំមកសងថ្ងៃណាបងឯងចាញ់ថ្ងៃហ្នឹងទៅបងឯងជពាក់លុយតកែចាជពាក់ពិតអត់បងជពាក់ខ្ញុំជពាក់បងខ្ចីគាត់ឬមិនគាត់ឲ្យខ្ញុំខ្ចី1500ដោយសារគាត់ឃើញខ្ញុំជពាក់គេគាត់ឲ្យខ្ញុំខ្ចីអូខ្ចីឲ្យបងឯងមកធ្វើការមួយគាត់ដើម្បីកាត់លុយហ្នឹងចាហើយបងឯងធ្វើចិត្តគ្រប់ហើយគាត់7ថ្ងៃទៀតចា7ថ្ងៃទៀតបាន4ខែហើយនៅជពាក់គាត់2ខែទាំងអស់សងគាត់ត្រូវ6ខែបានសងអស់លុយហ្នឹងអញ្ចឹងហ៎ចាហើយចុះបងឯងមានពេលបែបងសុំឈប់ហ្នឹងហើយគាត់ឲ្យសងលុយគាត់បងឯងមានបានសងលុយគាត់អត់ខ្ញុំសងគាត់បាន2ខែ500យកទៅសងគាត់មួយខែប៉ុន្មានបងមួយខែ250មួយខែ250បងធ្វើនៅមួយគាត់ហ្នឹងចាហើយបងបានសងគាត់ហើយសងគាត់បាន500ហើយចុះមិនក្រោយពេលបងឈប់គេចោទថាបងលួចមានដៃមានជើងអញ្ចឹងចាថាខ្ញុំមានដៃមានជើងលួចនាឡិកាគេលួចកវលគេតែកវលហ្នឹងម៉ែក្មេងគាត់នៅឲ្យទេខ្ញុំប្រាប់ថាចៅអើយខ្ញុំឈប់ហើយចាំខ្ញុំដោះកវលហ្នឹងឲ្យចៅឯងវិញគាត់ថាមិនដោះទេគាត់អើយខ្ញុំឲ្យហ្នឹងជាការលើកទឹកចិត្តគាត់ឯងខ្ញុំអនុស្សាវរីយ៍ខ្ញុំឆ្លាញ់គាត់ឯងខ្ញុំឲ្យគាត់ឯងយកទៅចាតែពេលហើយកូនគាត់ហ្នឹងកូនភាសាហ្នឹងអត់ឲ្យខ្ញុំចូលមកទេគាត់ឲ្យខ្ញុំដោះកវលហ្នឹងទុកខ្ញុំក៏ដោះកវលហ្នឹងទុកនៅលើក្នុងទូហ្នឹងកន្លែងវាទុកខ្ញុំហ្នឹងកវលអត់បានយកមកទេអត់បានយកមកទេអញ្ចឹងមិនដំបងគេឲ្យដល់ទៅពេលគេខឹងគេថាបងឯងលួចអញ្ចឹងមែនចាគេថាលួចគេដាក់ពាក្យបដិងប្រហោះក្នុង TikTok អញ្ចឹងគេមានប្រហោះ TikTok ទៀតគេប្រហោះ TikTok ហើយគេបដិងអត់គេបដិងអញ្ចឹងឥឡូវបងឯងបញ្ជាក់មើលបងឯងបានលួចមែនអត់បងឯងបញ្ជាក់មើលខ្ញុំអត់បានលួចទេកាលណាបើសិនជាខ្ញុំបានលួចមែនខ្ញុំសុំច្បាប់ទៀតចាខ្ញុំហ៊ានទៅស្បត់ដល់ព្រះអង្គដងការទៀតនាឡិកានេះបានលួចទេចាបានលួចទេនាឡិកាហ្នឹងមូលហេតុអីបានជាគាត់ឲ្យបងឯងគាត់កាលហ្នឹងនាំខ្ញុំដើរលេងដើរសារទៅពេលហើយគាត់ក៏ថាបងខ្ញុំឆ្លាញ់បងឯងខ្ញុំមានលិកាមួយខ្ញុំចង់ឲ្យបងឯងយកអត់ខ្ញុំថាមកជួយឲ្យខ្ញុំយកទៅពេលហើយអញ្ចឹងចាំខ្ញុំយកទៅដូរដៃនេះដូរដៃនឹងហើយចាំខ្ញុំឲ្យបងឯងផ្ញើឲ្យកូនបងឯងរួចគាត់អ្នកផ្ញើឲ្យទៀតគាត់ឲ្យបងកលឹកគាត់អ្នកផ្ញើទៅឲ្យកូនខ្ញុំគាត់ឲ្យបងឯងឲ្យកូនប្រុសចាឲ្យកូនប្រុសខ្ញុំជាអនុស្សាវរីយ៍ដោយសារថាគាត់ឆ្លាញ់ខ្ញុំហើយដល់ពេលមានបញ្ហាដូចថាខឹងបងឯងគាត់ប្រហោះថាបងឯងលួចអញ្ចឹងណាចាគាត់ថាខ្ញុំលួចរួចនាឡិកាហ្នឹងផ្ញើកូនខ្ញុំ2ខែទៅមកបាត់ថ្ងៃទី14ខែហ្នឹងគាត់ប្តឹងថាបាត់ទឹមបាត់ពេលដែលខ្ញុំចាញ់មកពីផ្ទះគាត់បងឈប់ពីផ្ទះគាត់បានប្រហែលថ្ងៃបានគាត់ចាប់ផ្ដើមរោរឿងឡំប៉ាគាត់តែឈប់ថ្ងៃហ្នឹងយប់ឡើងគាត់បោះហូបខ្ញុំអញ្ចឹងចាខ្ញុំអត់ដឹងទេតអ្នកភូមិគេប្រាប់ខ្ញុំគេថាថ្ងៃល្បីពេញ TikTok អីអត់ដឹងខ្យល់អីទៀតនៅល្បីរឿងអីល្បីខ្ញុំពេលខ្លះយើងខឹងពាក្យដែលគាត់ឌីខ្ញុំសំដីអ្នកស្រែ
គាត់ថាខ្ញុំអញ្ចឹងខ្ញុំពេលខ្លះខ្ញុំអ្នកក្រមែនខ្ញុំអត់បានហ៊ានសូនខ្ញុំសំដីឆ្លើយមែនខ្ញុំនិយាយលឺអញ្ចឹង តមាត់មួយគាត់ហ្នឹង តមាត់មួយគាត់ខ្ញុំថាម៉ាក់ជួយអ៊ីកលេកឡុចមែនម្ដងថាឲ្យខ្ញុំទៅពើហើយយកវិញខ្ញុំមានលុយមកពេលណាខ្ញុំខ្ចីគេបានប៉ុណ្ណឹងហើយបើចង់បានទៅយកដល់ផ្ទះខ្ញុំទៅ80រៀលហ្នឹង បកែកនេះរឿងលុយទៅខ្វះគាត់ហ្នឹង ចា បាទហើយគាត់យកអាកន្លែងវីដេអូហ្នឹងតាមកាមេរ៉ាសុវត្ថិភាពយកមកផុសតាមបណ្ដាញ TikTok ហ្នឹងណា ចា បាទ ព្រោះឥឡូវល្បីហ៊ូខ្ញុំពេញហ្នឹងខ្ញុំត្រូវការងារណាបានធ្វើទៀត ល្បីហ្នឹងល្បីមិនគេបរហោះថាបងឯងហ្នឹងមានដៃមានជើងស្មើនឹងចៅអញ្ចឹង ចា បងគេចោទថាលួចអីខ្លះ គេលួចនីលកាហ្នឹងលួចនីលកាលួចកវល តែពីររឿងហ្នឹងទេគេចោទថាលួច ហើយខ្ញុំអត់ចេះអសទេគេគាត់បរហោះដាក់ពាក្យម្ដងនៅក្នុង TikTok ហ្នឹងដឹងគាត់ចោទខ្ញុំថាមិនខ្លះទៀតខ្ញុំអត់ដឹង ពាក្យបណ្ដឹងហ្នឹងគាត់ឲ្យខ្ញុំមើលមិញគេខាងម្ចាស់ផ្ទះខាងតកែហ្នឹងគេដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ពងទឹកណាហើយគេដាក់ពីបទលួចយន្តនារកាគេហ្នឹងតម្លៃ$1,800 ហើយអីទៀត ខ្ញុំ ក មើល វលដែរទេ ចាកវលដែរ កវលក៏មានដាក់ចូលអត់ ហ្នឹងហើយឥឡូវមានបានថាខាងសមត្ថកិច្ចមានបានតន់ហៅបងឯងនៅ នៅគាត់ថាទុកពេលវេលាឲ្យខ្ញុំមកទឹកគេអានប្រាប់ខ្ញុំចឹងណាមកទឹកគេនឹងចោះចាប់ខ្ញុំដល់ស្រុកតកែវ អ្នកណាថាអញ្ចឹង គាត់ហ្នឹង គាត់ហ្នឹងឯង ចានៅ អ លើ ញ្ចឹងបងសរុបឡើងវិញកវលក៏គាត់អ្នកឲ្យ ចាកវលម៉ែក្មេងគាត់នៅឲ្យ ម៉ែក្មេងគាត់ឈ្មោះអ្នកឲ្យហ្នឹងអញ្ចឹងម៉ែក្មេងគាត់អ្នកឲ្យ ចា ហើយដល់ពេលនាការគាត់អ្នកឲ្យ ចា ដល់ពេលចេញដល់ពេលបងឈប់ធ្វើការស្រាប់តែគេមកប្តឹងថាបងលួច ចា ចុះបងអាកំឡុងពេលនៅរស់នៅធ្វើការជាមួយគ្នានឹងមានដែលកម្មលកោសជេរប្រមាថពាក្យសម្ដីធ្ងន់លឺអីទៅលើគ្នា អត់ដើមមាន អត់ដើមមានទេ ចា តែមកពេលបងឯងសុំឈប់ហ្នឹងក៏ចាប់ផ្ដើមគាត់ខឹងអញ្ចឹងហ្មងណា ចា ការងារនៅនឹងអីគេបងធ្វើអី ការងារហ្នឹងខ្ញុំមើលក្មេងផងដាំបាយផងការងារផ្ទះផង អូ មកចាប់ការងារផ្ទះហើយនឹងខោអាវ អូនយកនិយាយទៅការងារក្នុងផ្ទះការងារស្ត្រីមេផ្ទះដាំបាយធ្វើម៉ូបលាងចានបោកអាវអីបងឯងណា ចា ហើយនឹងមើលក្មេង ហើយពេលខ្លះគាត់ថាខ្ញុំនឹងធ្វើការដូចមុនឲ្យខ្ញុំដូចមុនកូនក្មេងយើងមិនអាចដើរចោលគាត់បានទេកាលណាតែគាត់យកអាមេបស្ដប់នឹងមកញុកមុខញុកមាត់កាលណាមានបញ្ហាអីវាប៉ះពាល់ដល់ខ្ញុំមិនគេចោទថាកូនគេមានបញ្ហាអីដោយសារខ្ញុំអញ្ចឹងខ្ញុំអត់ហ៊ានចោះចោលគាត់ទៅណាបើគាត់នៅជួយមើលខ្ញុំបានទៅធ្វើម្ហូបប៉ិនម្ហូបរាល់ជារៀងរាល់ថ្ងៃខ្ញុំងើបម៉ោង6ធ្វើតែដល់សារ2ថ្ងៃហ្នឹងខ្ញុំអត់សូវស្រួលខ្លួនខ្ញុំងើបម៉ោង7គាត់ថាខ្ញុំងើបយឺត អូ ចា តាមរករឿងណា ចា អូបងងើបយឺតដោយសារបងបញ្ហាសុខភាព ចា អញ្ចឹងគេថាបងងើបយឺត ងើបយឺតខ្ញុំធ្វើការដូចមុន ហើយទៅបងក៏ចាប់ផ្ដើមដឹងខ្លួនឯងថាយើងចាប់ផ្ដើមសុខភាពចុះខ្សោយ ចា កម្លាំងអត់មកមុនដូចមុនបងក៏សុំគេឈប់ទៅ ចាខ្ញុំក៏សុំឈប់ អូសុំឈប់មាន ចា រឿង ខ្ញុំចង់ផ្ដាំទៅគាត់ឲ្យគាត់នឹងលុបហ៊ុកខ្ញុំចាញ់ហើយដល់បើគាត់មិនលុបហ៊ុកខ្ញុំចាញ់ខ្ញុំទៅធ្វើការឲ្យបានទៀតបើអញ្ចឹងហើយហ្នឹង អូខ្លាចខូចមុខខូចមាត់យើងអស់ណាខូចឈ្មោះយើងអស់ហើយចុះបងចង់ផ្ដាំផ្ញើអ្វីទៅកាន់អ្នកមើលទាំងអស់គ្នានេះ ខ្ញុំឲ្យអ្នកមើលទាំងអស់គ្នាជួយពិចារណាខ្ញុំមើលហើយខ្ញុំខុសក៏ត្រូវហើយខ្ញុំសុំគេឈប់ហើយគេចោទថាខ្ញុំលួច អញ្ចឹងខ្ញុំសក្តិតែចង់បញ្ជាក់ជាមួយបងថាអ្វីដែលគេចោទគឺបងសត្វអត់បានធ្វើ ខ្ញុំ ណា អត់បានធ្វើទេបើសិនខ្ញុំបានធ្វើខ្ញុំហ៊ានកាន់ទៅព្រះអង្គដងការ ហ៊ានស្បត់ណា ចា ហ៊ានស្បត់ដាក់អូហ៊ានស្បត់ដាក់ជីវិតបើសិនជាបងឯងទៅបានលួចរបស់របរគេលួចនីលការលួចកវលគេបងឯងស្បត់ដាក់ជីវិត ខ្ញុំស្បត់ដាក់ជីវិតខ្ញុំមួយទាំងមូលហ្នឹង ឲ្យតែគាត់ហ៊ានចេញមក តែគាត់ហ៊ានចេញមក ឥឡូវយើងនឹងធ្វើការតាក់ទងទៅកាន់តកែស្រី ចា៎ បាទយើងអត់ដឹងគាត់ឈ្មោះអីទេតកែស្រីបាទសារព័ត៌មានយើងមិនមែនផ្សាយតែគាត់មកខាងទេ បាទយើងនឹងសួរនាំ ទទួល គាត់ បទ ទៀត សម្ភាសន៍បាទដោយសារតែគាត់បងស្រីម្នាក់ឈ្មោះអី មួយទីនគាត់ ទីន ឈ្មោះ គួន ទិញគាត់បានគាត់ថាគាត់ទៅបម្រើគេដល់ពេលគេស្រឡាញ់គេឲ្យជាកវលឲ្យជានីលការហ្នឹងជាវត្ថុអនុស្សាវរីយ៍ ហ្នឹងហើយ ដល់ទៅពេលចេញមកឈប់ធ្វើគេខឹងបែរជាគេចោទថាមានដៃមានជើងលួចរបស់គេឥឡូវនេះគាត់មកអះអាងថាគាត់ក្រមែនតែមិនតែគាត់មិនធ្វើអញ្ចឹងទេគាត់បញ្ជាក់ដោយសារព័ត៌មានជូនមហាជនទស្សនាបាទអរគុណ បាទ យ៉ាងណាមិញក្នុងនាមជាអ្នកសារព័ត៌មានមិនមែនគ្រាន់តែទទួលបានបទសម្ភាសន៍តែម្ខាងហើយធ្វើការជឿជាក់ដោយមិនបានសួរនាំភាគីម្ខាងទៀតនោះឡើយដែលអ្នកសារព័ត៌មាននៃអង្គភាពសានព្រំយើងខ្ញុំក៏បានតាក់ទងសុំការបំភ្លឺពីភាគីម្ខាងទៀតផងដែរដោយភាគីម្ខាងទៀតក៏មិនបានបំភ្លឺអ្វីច្រើននោះទេដោយគ្រាន់តែឆ្លើយថាគាត់បានប្តឹងតាមនីតិវិធីច្បាប់រួចរាល់ហើយគាត់ក៏មានភស្តុតាងគ្រប់គ្រាន់ថាបងស្រីទីនគាត់ពិតជាបានលួចនាឡិការបស់គាត់ពិតប្រាកដមែនហើយភាគីខាងថៅកែស្រីក៏បានបន្ថែមទៀតថានាឡិការបស់គាត់គឺមានតម្លៃរហូតដល់ទៅជិត$2,000តើគាត់មានហេតុផលអ្វីដែលអាចយកទៅឲ្យកូនឈ្នួលបើគាត់ចង់ឲ្យនោះគឺគាត់នឹងឲ្យទៅកាន់បងប្អូនសាច់ញាតិរបស់គាត់ឯណោះវិញលើពីនេះថៅកែស្រីក៏បានបន្ថែមទៀតថាបងស្រីទីនគាត់ដែលជាកូនឈ្នួល
ថែមទាំងបាននៅជំពាក់លួយគាត់ដែលបានសុំខ្ចីមុនធ្វើការទៀតផងសម្រាប់បងប្អូនវិញយល់ថាយ៉ាងណាសូមផ្ដល់មតិតាមការគួរផងចុះព្រោះក្នុងនាមជាអ្នកសារព័ត៌មានសិទ្ធិត្រឹមតែទទួលព័ត៌មាននិងផ្សព្វផ្សាយព័ត៌មានជូនគ្រប់ភាគីតាមក្រមសីលធម៌និងវិជ្ជាជីវៈដោយមិនមានសិទ្ធិអាកប្បថាអ្នកណាខុសឬអ្នកណាត្រូវនោះឡើយសូមទុកទូនាទីនេះជូនអ្នកច្បាប់ទៅចោះកម្ពុជាឆាត់មុខថែរក្សាសម្រស់ Honey Win មានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលបញ្ហាមុខមុនគ្រប់ប្រភេទមុខជាំមុខអាចរុយនិងមុខអាឡែស៊ី